មិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយបន្តផ្ទាល់របស់ VOA នៅរាត្រីថ្ងៃសៅរ៍ទី26ខែវិច្ឆិកាឆ្នាំ2016នេះខ្ញុំសុបចិន្តានិងសហការីនៃក្រុមផ្សាយជាខេមរៈភាសាសូមស្វាគមន៍ប្រិយមិត្តអ្នកស្ដាប់ពីរដ្ឋធានី Washington ជាកិច្ចចាប់ផ្ដើមនាងស្រីលក្ខណានឹងជូនដើមរឿងព័ត៌មានសំខាន់ៗនៅរាត្រីនេះអតីតមេដឹកនាំកុម្មុយនីសរបស់ប្រទេសកុយបាលោក Fidel Castro បានទទួលមរណភាពហើយក្នុងគណៈពេលដែលសមាជិកនៃក្រុមរៀបចំការផ្ទេរតំណែងរបស់លោក Trump កំពុងជជែកដេញដោលចំពោះអ្នកដែលគួរកាន់តំណែងធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសនោះលោក Trump បានបន្តតែងតាំងបុគ្គល2រូបទៀតការលក់ទំនិញអនឡាញនៅថ្ងៃ Black Friday នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ជិត$2,000 លាននៅក្នុងការផ្សាយរបស់ VOA នៅរាត្រីនេះយើងមានបទសម្ភាសន៍របស់ VOA ជាមួយលោកស្រី Claude Vibola នាយិកាបណ្ដាល័យជាតិកម្ពុជាអំពីការតាំងពិព័រណ៍សៀវភៅផ្នែកវិទ្យាសាស្ត្រទំនើបឬ STEM នៅដើមខែធ្នូនេះសេចក្តីរាយការណ៍អំពីការប្រកបរបរតែងនិពន្ធនៅកម្ពុជានៅមិនទាន់រីកចម្រើននិងជួបឧបសគ្គជាច្រើននៅឡើយសេចក្តីរាយការណ៍អំពីបច្ចេកវិទ្យាពិភពនិម្មិតមិនទាន់អាចប្រើបានក្នុងភាពយន្តខ្នាតវែងលោកអ្នកនាងនឹងបានស្ដាប់បទសម្ភាសន៍និងសេចក្តីរាយការណ៍ទាំងនេះក្រោយព័ត៌មានអន្តរជាតិដែលផ្សាយផ្ទាល់ដោយនាងស្រីលក្ខណាសូមអញ្ជើញលក្ខណាចាសសូមអរគុណអ្នកស្រីពេជ្រចិន្តាអតីតមេដឹកនាំកុម្មុយនីសរបស់ប្រទេសកុយបាលោក Fidel Castro បានទទួលមរណភាពនៅអាយុ90ឆ្នាំនេះបើយោងតាមសេចក្តីប្រកាសរបស់ទូរទស្សន៍រដ្ឋមូលហេតុនៃការស្លាប់របស់លោកនៅមិនទាន់ដឹងនៅឡើយនោះទេលោក Castro គឺជាអ្នកដែលធ្វើឲ្យប្រទេសកុយបាក្លាយជាប្រទេសដែលកាន់លទ្ធិកុម្មុយនីសដំបូងគេនៅក្នុងអត្តកូរខាងលិចលោកធ្វើជានាយករដ្ឋមន្ត្រីប្រទេសកុយបាពីឆ្នាំ1959ដល់ឆ្នាំ1976ហើយបន្ទាប់មកលោកបានក្លាយទៅជាប្រធានាធិបតីពីឆ្នាំ1976ដល់ឆ្នាំ2008លោកត្រូវបានគេចាត់ទុកថាជាជើងឯកសង្គមនិយមនិងជាអ្នកដែលប្រឆាំងនឹងចក្រពត្តិនិយមលោកធ្លាប់បម្រើការជាប្រធានទី1នៃគណៈបកកុម្មុយនីសរបស់កុយបាពីឆ្នាំ1961ដល់ឆ្នាំ2011ក្រោមការគ្រប់គ្រងរបស់លោក Castro កុយបាបានក្លាយទៅជាប្រទេសដែលមានគណៈបកកុម្មុយនីសតែមួយពលរដ្ឋកុយបានៅក្នុងរដ្ឋធានី Havana កាន់មរណទុក្ខនៅតាមដងផ្លូវចំពោះការស្លាប់របស់មេដឹកនាំបដិវត្តន៍រូបនេះសម្រាប់មនុស្សជាច្រើនតាំងពីពួកគេធំដឹងក្តីមកពួកគេមានលោក Fidel Castro ជាមេដឹកនាំរបស់ពួកគេហើយលោកគឺជាមេដឹកនាំម្នាក់ដែលឪពុកម្ដាយរបស់ពួកគេស្គាល់ការស្លាប់របស់បុរសម្នាក់ដែលត្រូវបានពលរដ្ឋកុយបាភាគច្រើនស្គាល់ថាជាមេបញ្ជាការដឹកនាំប្រទេសនោះគឺជាការបាត់បង់ដ៏ធំធេងមួយនៅក្នុងប្រទេសដែលលោកក្តោបក្តាប់ជាយូរមកហើយនោះនិស្សិត Sariel Valdespino រស់នៅក្នុងរដ្ឋធានី Havana បានថ្លែងថាខ្ញុំពិតជាមានការសោកស្ដាយយ៉ាងខ្លាំងអ្នកចង់និយាយអ្វីក៏បានប៉ុន្តែលោកគឺជាបុគ្គលសាធារណៈមួយរូបដែលពិភពលោកទាំងមូលគោរពស្រឡាញ់ស្របពេលជាមួយគ្នានេះដែរនៅក្នុងទីក្រុង Miami រដ្ឋ Florida ពលរដ្ឋកុយបាបានចេញមកប្រារព្ធពិធីអបអរចំពោះការស្លាប់របស់លោក Castro អ្នកខ្លះរុំទង់ជាតិកុយបាអ្នកខ្លះរាំនៅតាមដងផ្លូវហើយអ្នកខ្លះទៀតនៅតែមិនជឿថាទីបំផុតថ្ងៃស្លាប់របស់លោក Castro ដែលពួកគេទន្ទឹងរង់ចាំជាយូរមកហើយនោះបានមកដល់មនុស្សម្នានាំគ្នាស្រែកតាមផ្លូវថាជ័យយោសេរីភាពរបស់ប្រទេសកុយបាលោក Gabriel Morel អាយុ40ឆ្នាំជានាយកប្រតិបត្តិខាងផ្នែកហិរញ្ញវត្ថុដែលឪពុកម្ដាយរបស់លោកបានចាក់ចេញពីប្រទេសកុយបាកាលពីប៉ុន្មានទសវត្សរ៍មុនបានថ្លែងថាព័ត៌មានជំវិញការស្លាប់របស់លោក Castro ហាក់ដូចជាមិនមែនជាការពិតនោះទេលោក Carlos Lopez នៅក្នុងទីក្រុង Miami បានប្រាប់កាសែត Miami Herald ថាយើងមិនមែនអបអរចំពោះការស្លាប់របស់លោកនោះទេប៉ុន្តែអបអរចំពោះការស្លាប់នៃមនោគមវិជ្ជាមួយយើងអបអរចំពោះសេរីភាពមួយផ្នែកដែលយើងទទួលបានមកវិញនៅថ្ងៃនេះនៅលើគេហទំព័រ Twitter លោកស្រី Gloria La Vera បានសរសេរថាគេដំណើររបស់លោកនឹងនៅមានរហូតពីព្រោះថាលោកបានបន្សល់ទុកនៅប្រទេសដ៏រឹងមាំមួយដែលពោរពេញទៅដោយអ្នកធ្វើបដិវត្តន៍ពិតប្រាកដមានដូចជាអ្នកធ្វើការខាងផ្នែកសុខាភិបាលគ្រូបង្រៀនកម្មករសំណង់ហើយនឹងយុទ្ធជនដែលប្រយុទ្ធដើម្បីអំពើមនុស្សធម៌ជាដើមក្នុងគណៈពេលដែលសមាជិកនៃក្រុមរៀបចំការផ្ទេរតំណែងរបស់លោក Trump កំពុងជជែកដេញដោលចំពោះអ្នកដែលគួរកាន់តំណែងធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសនោះលោក Trump បានបន្តតែងតាំងបុគ្គលពីររូបទៀតកាលពីថ្ងៃសុក្រម្សិលមិញនេះលោកស្រី Kathleen Troyer McFarlane ឬ Katie McFarlane នឹងធ្វើជាអនុទីប្រឹក្សាសន្តិសុខជាតិហើយលោក Donald McGahn នឹងធ្វើជាជំនួយការប្រធានាធិបតីនិងទីប្រឹក្សាសេដ្ឋវិមាន
មកតំណែងទាំងពីរមិនចាំបាច់ត្រូវការអនុម័តពីព្រឹទ្ធសភានោះទេនៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Trump បានលើកឡើងពីបទពិសោធន៍និងទេពកោសល្យដ៏អស្ចារ្យរបស់លោកស្រី McFarlane ហើយថាលោកស្រីមានផ្នត់គំនិតស្របច្បាប់ដ៏ឈ្លាសវៃអាកប្បកិរិយាដ៏ល្អហើយនឹងការយល់ដឹងយ៉ាងជ្រាលជ្រៅចំពោះច្បាប់រដ្ឋធម្មនុញ្ញលោកស្រីធ្វើជាអ្នកវិភាគសន្តិសុខជាតិនិងជាអ្នកសរសេរព័ត៌មានឲ្យទូរទស្សន៍ Fox News លោកស្រីធ្លាប់ឈរឈ្មោះធ្វើជាសមាជិកព្រឹទ្ធសភាឲ្យរដ្ឋ New York កាលពីឆ្នាំ2006ប៉ុន្តែមិនបានទទួលជោគជ័យនោះទេចំណែកឯលោក Mark Gain ដែលជាអតីតប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធហើយធ្លាប់ធ្វើជាមេធាវីរបស់លោក Trump ក្នុងអំឡុងពេលយុទ្ធនាការរកសម្លេងឆ្នោតលក់ដូរទំនិញតាមប្រព័ន្ធអ៊ីនធឺណិតនៅសហរដ្ឋអាមេរិកបានកើនឡើងយ៉ាងឆាប់រហ័សនៅថ្ងៃ Black Friday ជាមួយនឹងក្រុមហ៊ុន Amazon ដែលបានបញ្ចុះតម្លៃច្រើនជាងគេបំផុតក្នុងចំណោមគេហទំព័រលក់ដូរទំនិញតាមប្រព័ន្ធអ៊ីនធឺណិតឬទំនិញអនឡាញដោយក្រុមហ៊ុននេះបានបង្កើតរបៀបវារៈសម្រាប់ថ្ងៃដែលលក់បញ្ចុះតម្លៃដ៏ធំបំផុតប្រចាំឆ្នាំនេះការលក់ទំនិញនៅក្នុងហាងបានចាប់ផ្ដើមកើនឡើងខ្លាំងនៅពេលរសៀលប៉ុន្តែចំនួនអតិថិជនបានកើនឡើងគឺមានតិចជាងអ្នកដែលទិញទំនិញអនឡាញនេះបើយោងតាមក្រុមអ្នកវិភាគសហព័ន្ធលក់រាយរបស់ជាតិឬ National Retail Federation បានឲ្យដឹងថាគ្រូនំពឹងថាការលក់ទំនិញសរុបនៅរដូវកាលឈប់សម្រាកនេះនឹងកើនឡើង3កណ្ដកសញ្ញា6%គឺកើនដល់$6,558 លានដែលភាគច្រើនគឺកើនឡើងដោយសារតែការកើនឡើងនៃការទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណិតជាបន្តទៅទៀតនេះ VOA មានបទសម្ភាសន៍របស់ VOA ជាមួយលោកស្រី Claude Pibola នាយិកាបណ្ណាល័យជាតិកម្ពុជាអំពីការតាំងពិព័រណ៍សៀវភៅផ្នែកវិទ្យាសាស្ត្រទំនើបឬ STEM នៅដើមខែធ្នូនេះសេចក្តីរាយការណ៍អំពីការប្រកបរបរតែងនិពន្ធនៅកម្ពុជានៅមិនទាន់រីកចម្រើននិងជួបឧបសគ្គជាច្រើននៅឡើយសេចក្តីរាយការណ៍អំពីបច្ចេកវិទ្យាពិភពនិម្មិតមិនទាន់អាចប្រើបានក្នុងភាពយន្តខ្នាតវែងហើយនឹងសេចក្តីរាយការណ៍អំពីការមិនរីកចម្រើនផ្នែកសេដ្ឋកិច្ចប៉ះពាល់ពលរដ្ឋនីហ្សេរីយ៉ាយ៉ាងខ្លាំងហើយនៅក្នុងការផ្សាយ30នាទីចុងក្រោយយើងខ្ញុំមានកម្មវិធី Music with Manny and Mori ឬតន្ត្រីជាមួយ Manny និង Mori សម្រាប់ខែវិច្ឆិកាអស់លោកអ្នកនាងកំពុងស្ដាប់ការផ្សាយបន្តផ្ទាល់របស់ VOA ពីរដ្ឋធានី Washington ពិព័រណ៍សៀវភៅនៅកម្ពុជាលើកទី5នឹងប្រារព្ធធ្វើឡើងនៅឯបណ្ណាល័យជាតិក្នុងរាជធានីភ្នំពេញរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី2ដល់ថ្ងៃទី4ខែធ្នូឆ្នាំ2016ខាងមុខនេះពិព័រណ៍សៀវភៅដែលធ្វើឡើងក្រោមប្រធានបទបង្កើនការអានបង្កើតការសរសេរនេះនឹងផ្ដោតសំខាន់ទៅលើសៀវភៅផ្នែកវិទ្យាសាស្ត្រទំនើបឬហៅថា STEM នាងហ៊ានសុជាតានៃ VOA បានសម្ភាសតាមទូរស័ព្ទជាមួយលោកស្រី Claude Pibola នាយិកាបណ្ណាល័យជាតិកម្ពុជាអំពីពិព័រណ៍សៀវភៅនេះដូចតទៅសូមជម្រាបសួរលោកស្រី Claude Pibola នាយិកាបណ្ណាល័យជាតិចា៎ជំរាបសួរអូនដោយសារតែនៅដើមខែ12ខាងមុខនេះខាងបណ្ណាល័យជាតិនឹងរៀបចំកម្មវិធីពិព័រណ៍សៀវភៅនៅកម្ពុជាលើកទី5នាងខ្ញុំចង់ដឹងថាតើពិព័រណ៍សៀវភៅនៅកម្ពុជានឹងគឺជាអ្វីហើយរៀបចំឡើងក្នុងគោលបំណងអ្វីដែរលោកស្រីពិព័រណ៍នេះយើងរៀបចំឡើងនៅក្រោមប្រធានបទឆ្នាំនេះយើងបង្កើនការអាននិងបង្កើតការសរសេរការរៀបពិព័រណ៍ឆ្នាំនេះគឺមានគោលបំណងរបស់យើងមួយទី1យើងរៀបចំដោយមានការសហការទាំងរដ្ឋាភិបាលនិងមានដៃគូជាអង្គការក្រៅរដ្ឋាភិបាលនិងអង្គការ UNESCO ទៀតដើម្បីយើងជំរុញនៅវិស័យការអាននៅក្នុងប្រទេសកម្ពុជាគឺយើងមានការសហការទី1គឺទូទៅដោយរៀបចំដោយក្រសួងវប្បធម៌ដែលយើងសហការសមាគមបណ្ណារៈឯកសារវិទូអ្នកយើងទូតាមកម្រិតដើម្បីរៀបចំកម្មវិធីហើយយើងបានសហការជាមួយនឹងក្រសួងអប់រំក្រសួងព័ត៌មានចាមានអង្គការរួមធូរីតមានអង្គការសន្តិស្ម័គ្រចិត្តDIY មានវិទ្យាស្ថានបារាំងមានរោងពុម្ពមានអ្នកបោះពុម្ពជាច្រើនដែលបានចូលរួមនៅការតាំងពិព័រណ៍ហើយគោលបំណងក្នុងការតាំងពិព័រណ៍នឹងឡើងទី1គឺយើងចង់ផ្សព្វផ្សាយនៃការបោះពុម្ពផ្សាយនៃគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជាគឺយើងឲ្យចង់ដឹងថាប្រទេសកម្ពុជាយើងឥឡូវមានសៀវភៅច្រើនមានអ្នកនិពន្ធច្រើនមានអ្នកសរសេរច្រើនចាហើយ
យើងចង់លើកទឹកចិត្តនៅអ្នកនិពន្ធធម្មតាសភៅមួយតែងតែមានអ្នកនិពន្ធហើយនៅក្នុងលើក្រោកសភៅតែងតែមានវិចិត្រករគូទៀតយើងចង់ផ្សព្វផ្សាយទៅលើអ្នកនិពន្ធផងនៅលើវិចិត្រករផងហើយយើងគ្រប់គ្រងនៅឧស្សាហកម្មរបស់ពុំផ្សាយនៅក្នុងប្រទេសកម្ពុជាមួយទៀតយើងជំរុញទឹកចិត្តយុវជនទាំងអស់យុវជនយើងទាំងអស់ឲ្យចាប់អារម្មណ៍ទៅលើការអាននិងការតែងនិពន្ធនិងបណ្ដុះការស្រឡាញ់និងការទម្លាប់ការអានសាធារណៈដល់ប្រជាជនយើងទាំងអស់ទាំងចាស់ទាំងក្មេងចា៎អរគុណលោកស្រីដោយសារតែពិព័រណ៍សៀវភៅនៅឆ្នាំ2016នេះគឺធ្វើឡើងជាលើកទី5តើលោកស្រីអាចជួយធ្វើការប្រៀបធៀបទេតើពិព័រណ៍សៀវភៅឆ្នាំ2016ហ្នឹងនឹងមានអ្វីប្លែកឬមួយក៏លេចធ្លោជាងឆ្នាំកន្លងទៅការយើងធ្វើឆ្នាំទី1ដូចនៅឆ្នាំ2011ការពេលដែលយើងធ្វើឡើងហ្នឹងគឺយើងមានការចូលរួមពីទូបំផុតអ្នកនិពន្ធអ្នកបោះពុម្ពផ្សាយហ្នឹងចូលរួមបានតែ10តង់ទេ10ទៅ11តង់ទេណាហើយប្រជាជនក្នុង3ថ្ងៃហ្នឹងបើតាមតែយើងគិតមើលទៅប្រហែលមិនលើសពី700ទៅ1000នាក់ឯងលើកទី2យើងមានការកើនឡើងដល់5000នាក់តង់យើងបានជាង20តង់លើកទី3ក៏មានការកើនឡើងដែរដល់ពេលលើកទី5នេះយើងឃើញសន្ទុះនៃការអានទាំងសិស្សទាំងនិស្សិតទាំងអស់បានចូលរួមទាំងក្រុមហើយមានទាំងក្រុមសមាជិកដើម្បីធ្វើការផ្សព្វផ្សាយនៅក្នុងការតាំងពិព័រណ៍របស់យើងហ្នឹងព្រោះការតាំងពិព័រណ៍យើង2015ហ្នឹងយើងគិតថាទទួលបានជោគជ័យពីព្រោះមានការចូលរួមស្តង់ជាច្រើនរហូត50ស្តង់ហើយមកក្នុងមួយស្តង់ហ្នឹងយើងមិនមែនថាអ្នកនិពន្ធតែម្នាក់ឯណាមួយស្តង់ហ្នឹងមានអ្នកនិពន្ធច្រើនគ្នាណាយើងអនុញ្ញាតឲ្យអ្នកនិពន្ធទាំងអស់ចូលរួមក្នុងការតាំងពិព័រណ៍ដើម្បីបានផ្សព្វផ្សាយនៅស្នាដៃរបស់គេរៀងៗខ្លួនហើយនៅឆ្នាំ2016នេះរឹតតែធ្វើឲ្យកាន់តែមានការផ្លាយឡើងតថែមទៀតយើងតែងជំរុញនៅការអានមានការប្រឡងបណ្ណាំងយើងចែកចេញជាក្រុមរបស់យើងក្រុមការងាររបស់យើងមានក្រុមមួយគឺក្រុមនិស្សិតជួយផ្សព្វផ្សាយនៅការតាំងពិព័រណ៍របស់យើងក្រុមមួយទៀតគឺយើងរៀបចំតង់ចាក្រុមមួយទៀតយើងរៀបចំនៅកម្មវិធីដែលយើងត្រូវរៀបចំហើយយើងមានក្រុមនិស្សិតជាច្រើនដែលមកជួយនៅក្នុងបណ្ណាល័យទៀតមានរៀបចំជា sport ដើម្បីចាក់បង្ហាញផ្សព្វផ្សាយមុននឹងការរៀបចំពិព័រណ៍មានក្រុមនិស្សិតបំផុសនៃការអានមានក្រុមនិស្សិតមួយទៀតដែលឆ្នាំនេះគឺមានផ្លែនេះគឺយើងមានធ្វើគេហៅ STEM អូន STEM ហ្នឹងគឺនិយាយពីការតាំងពិព័រណ៍សភៅអ្នកនិពន្ធដែលផ្នែកខាងវិទ្យាសាស្ត្រទំនើបដើម្បីយកមកដាក់តាំងពិព័រណ៍និងមានធ្វើបឋកថានៅក្នុងហ្នឹងដែលជាពិសេសជានេះឆ្នាំនេះយើងមានរដ្ឋមន្ត្រី3ចូលរួមរដ្ឋមន្ត្រីក្រសួង3ចូលរួមមានរដ្ឋមន្ត្រីក្រសួងព័ត៌មានមានរដ្ឋមន្ត្រីក្រសួងវប្បធម៌និងរដ្ឋមន្ត្រីក្រសួងអប់រំតើលោកស្រីអាចជួយរៀបរាប់អំពីកម្មវិធីនិងរបៀបវិរៈនៃពិព័រណ៍សៀវភៅដែលនឹងធ្វើឡើងនាពេលខាងមុខនេះទេលោកស្រីយើងកំពុងរៀបចំនៅកម្មវិធីទី1ដាក់តាំងពិព័រណ៍ដោយសេរីហើយមានការបញ្ចុះតម្លៃហើយអ្នកនិពន្ធទាំងអស់អ្នកនិពន្ធមួយចំនួនគឺគាត់តែចូលមកក្នុងការផ្សព្វផ្សាយគាត់អត់បានយកបើគាត់ទេប៉ុន្តែគាត់មានការផ្សព្វផ្សាយនិងមានការចែកចាយសៀវភៅទាំងអស់ទៅដល់ប្រជាជនប្រជាពលរដ្ឋរបស់យើងឥឡូវកម្មវិធីហើយថាកម្មវិធីបណ្ណាល័យកម្មវិធីដែលជាកម្មវិធីបណ្ណាល័យហ្នឹងគឺជាកម្មវិធីដែលកំ software របស់បណ្ណាល័យដែលយើងសម្រាប់ធ្វើកាតាឡុកហើយហ្នឹងក៏មានអ្នកចូលរួមនៅក្នុងដែរហើយមានទាំងស្ថានទូតស្វីស័រឡែនទៀតដែលចូលរួមគឺគាត់ចង់ផ្សព្វផ្សាយពីអាហារូបករណ៍ពីផ្សព្វផ្សាយពីការសិក្សារបស់ស្ថានទូតទៀតអាហ្នឹងในការតាំងពិព័រណ៍ក្រៅពីហ្នឹងទៀតយើងមានធ្វើបឋកថាដោយមានឯកឧត្តមរដ្ឋមន្ត្រីចូលរួមយើងនឹងជ្រើសរើសបឋកថាជាច្រើនដែលតាក់ទងនឹងវិស័យការអានយើងហ្នឹងដូចថាតើយើងអានរបៀបម៉េចការអានពេលណាមកហើយយើងមានកម្មវិធីក្មេងសិស្សសាលាហ្នឹងមានការប្រឡងបណ្ណាំងឲ្យការអាននៅក្មេងនៅពេលដែលក្មេងឡើងអានហ្នឹងពេលក្មេងអានចប់ហ្នឹងតើក្មេងយល់អ្វីសៀវភៅដែលក្មេងអានហ្នឹងយើងក្មេងហ្នឹងចាប់អារម្មណ៍បានរបៀបម៉េចយល់របៀបម៉េចហើយក្មេងនឹងអាចសង្ខេបក្នុងការអានមានការប្រឡងបណ្ណាំងហើយយើងមានកម្មវិធីសម្រាប់ក្មេងៗទូទៀតក្មេងៗអាចមកអានអាចមកលេងល្បែងរៀបអក្សរល្បែងអីហ្នឹងណាគូផាត់ពណ៌អីចឹងយើងបំផុសជាច្រើននៅក្នុងកម្មវិធីរបស់យើងហ្នឹងអូនជាចុងក្រោយតើលោកស្រីនិងក្រុមការងាររំពឹងថាពិព័រណ៍សៀវភៅហ្នឹងនឹងរួមចំណែកយ៉ាងណាក្នុងការលើកកម្ពស់ការអាននិងសរសេរនៅកម្ពុជាដែរឆ្នាំទៅយើងមានការចូលរួមតែ12000នាក់ឯងយើងរំពឹងទុកថាឆ្នាំនេះយើងនឹងធ្វើការផ្សព្វផ្សាយឲ្យបានកាន់តែច្រើនពីក្រុមការងារយើងមានកាន់តែច្រើនដែរអញ្ចឹងយើងរំពឹងទុកថាយើងប្រជាជនជាច្រើនចូលរួមតែឆ្នាំទៅមានរហូតទៅដល់ឯកឧត្តមលោកជំទាវអស់លោកស្រីទាំងប្រជាជនទាំងអស់បានចាប់អារម្មណ៍ហើយបានឃើញចិត្តនៅក្នុងកម្មវិធីយើងតតប្រសើរនៅក្នុងកម្មវិធីរបស់យើងហ្នឹងបានល្អដោយការរៀបចំហ្នឹងយើងបានល្អយើងអញ្ចឹងគេចង់ឲ្យយើងឆ្នាំហ្នឹងយើងកាន់ធ្វើនោះឲ្យវាមានភាពកក្រឹកកក្រែងច្រើនធំជាងឆ្នាំទៅហើយការរំពឹងទុករបស់យើងហ្នឹងយើងរំពឹងទុកថាប្រជាជនទាំងអស់នឹងចូលរួមចំណែកនៅក្នុងកម្មវិធីរបស់យើងនៅកម្មវិធីយើងនឹងដាក់នៅក្នុងផុសនៅក្នុង
គេហទំព័ររបស់កម្មវិធី Book Fair ហ្នឹងឬនៅក្នុង page របស់កម្មវិធី Book Fair ឬក៏នៅក្នុង page បណ្ណាល័យជាតិអញ្ចឹងយើងធ្វើការផ្សព្វផ្សាយហើយយើងនឹងធ្វើផ្សព្វផ្សាយទៅតាមវិទ្យុដើម្បីផ្សព្វផ្សាយឲ្យប្រជាជនយើងដឹងថាពីពណ៌ទាំងអស់ហ្នឹងយើងនឹងមានសិភៅគ្រប់ប្រភេទជាច្រើនដើម្បីធ្វើឲ្យមានការចាប់អារម្មណ៍ទៅដល់ប្រជាជនទាំងអស់ដើម្បីឲ្យមានចំណង់ចូលចិត្តចង់អានទាំងអស់គ្នាដើម្បីជួយលើកស្ទួយការអាននៅក្នុងប្រទេសកម្ពុជាយើងឲ្យបានកាន់តែច្រើនចានាងខ្ញុំសូមអរគុណលោកស្រីក្លូតវិបុល្លាជានាយិកាបណ្ណាល័យជាតិដែលបានចំណាយពេលវេលាផ្ដល់បទសម្ភាសន៍ជាមួយនឹង VOA កន្លងមកវិស័យតែងនិពន្ធក្នុងប្រទេសកម្ពុជាត្រូវបានគេមើលឃើញថានៅមិនទាន់រីកចម្រើនគួរឲ្យកត់សម្គាល់នៅឡើយអ្នកប្រកបរបរតែងនិពន្ធនៅកម្ពុជាជួបឧបសគ្គជាច្រើនក្នុងអាជីពអ្នកនិពន្ធខ្មែរថ្មីៗមួយចំនួនដែលអ្នកជំនាញផ្នែកអក្សរសាស្ត្រហៅថាអ្នកនិពន្ធបែបទំនើបឬ contemporary writer បានបង្កើតនិងបង្ហាញស្នាដៃនិពន្ធថ្មីតែការប្រើប្រាស់ភាសាជាតិអាចជាក្តីបារម្ភនាងខណ្ឌសកុមនោនៃ VOA រាយការណ៍ពីរាជធានីភ្នំពេញដូចតទៅកញ្ញាធនថាវរីធ្លាប់ជាកុមារីជនបទម្នាក់លូតលាស់ធំធាត់នៅកោះតូចមួយក្នុងស្រុកស្អាងខេត្តកណ្ដាលតែងតែស្រមៃចង់ក្លាយជាអ្នកនិពន្ធសៀវភៅតាំងពីអាយុ9ឆ្នាំមកម្លេះការចង់ឃើញក្មេងស្រីនៅតាមជនបទទទួលបានការលើកទឹកចិត្តបន្ថែមក្នុងការអភិវឌ្ឍខ្លួនគឺជាគោលបំណងដ៏ចម្បងដែលជំរុញចិត្តអ្នកនិពន្ធវ័យ26ឆ្នាំរូបនេះឲ្យព្យាយាមបញ្ចប់សៀវភៅទី4របស់នាងដែលសរសេរជាភាសាអង់គ្លេសដែលមានចំណងជើងថា A Proper Woman ឬជាភាសាខ្មែរថាស្ត្រីប្រពៃខុសពីអ្នកនិពន្ធក្នុងស្រុកភាគច្រើនកញ្ញាថាវរីមានមហិច្ឆតាចង់ឃើញសៀវភៅរបស់ខ្លួនលក់នៅក្នុងទីផ្សារនៅប៉ែកអឺរ៉ុបសម្រាប់ចិត្តសរសេរអង់គ្លេសមុនហ្នឹងដោយសារបញ្ហាគម្លាតសង្គមហ្នឹងមិនមែនតែនៅលើក្នុងស្រុកខ្មែររបស់យើងទេអាចនិយាយបានថាវា happen around the world ភៅបងហ្នឹងដំបូង target មិនត្រឹមនៅក្នុងស្រុកខ្មែរគឺខាង western country អាច access បានទាំងអស់នៅក្នុងសកលយើងហ្នឹងគម្រោងដែលសរសេរអង់គ្លេសមុនហ្នឹងដំបូងដោយសារអត់ចង់ពឹងពាក់ទៅលើថាត្រូវតែមានអ្នក printing house គេ accept សភៅយើងមិនយើងអាចបោះពុម្ពបានអញ្ចឹងណាព្រោះបងចង់ឯករាជ្យធ្វើខ្លួនឯងទាំងអស់ហើយចំណាយលុយខ្លួនឯងហ្នឹងបោះពុម្ពសភៅហ្នឹងកន្លងមកវិស័យតែងនិពន្ធនៅក្នុងប្រទេសកម្ពុជាត្រូវបានគេមើលឃើញថានៅមិនទាន់មានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅឡើយអ្នកប្រកបរបរតែងនិពន្ធនៅកម្ពុជាជួបឧបសគ្គជាច្រើននៅក្នុងអាជីពដែលរាប់ទាំងការរកចំណូលពីការលក់ការការពារតាមផ្លូវច្បាប់នៅសមិទ្ធផលដែលខ្លួនបានតាក់តែងការទទួលស្គាល់គុណតម្លៃនិងកម្លាំងចិត្តផ្សេងៗទៀតដើម្បីអភិវឌ្ឍជំនាញរបស់ខ្លួននិងវិស័យមួយនេះលោកធាសុកមេងប្រធានផ្នែកអក្សរសាស្ត្រខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានឲ្យដឹងថានិស្សិតដែលចូលរៀនផ្នែកអក្សរសាស្ត្រខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានប្រមាណ300នាក់ក្នុងមួយឆ្នាំហើយភាគតិចដែលចាប់យកជំនាញជាអ្នកនិពន្ធអាជីពព្រោះការរកចំណូលនៅតែជាបញ្ហាដែលចោទអ្នកនិពន្ធតាមមើលខ្ញុំមើលដូចជាកាត់ឲ្យគិតជាភាគរយដូចជាមិនច្រើនមកទេខ្លះដល់តកាគឺច្រើនតែជាប់ទៅខាង NIE ទៅជាគ្រូតែជាអ្នកនិពន្ធមួយស្ពឹងកែវវាមិនអាចនឹងឲ្យយើងរស់នៅរបរអ្នកនិពន្ធហ្នឹងម្យ៉ាងទៀតការទទួលស្គាល់អំពីគុណភាពនិងអត្ថន័យសាច់រឿងតែងដោយអ្នកនិពន្ធកម្ពុជាបច្ចុប្បន្ននៅមានកម្រិតនៅឡើយដែលធ្វើឲ្យយុវជនជាច្រើនងាកទៅអាននិងសរសេរសៀវភៅជាភាសាបរទេសពិសេសភាសាអង់គ្លេសនេះជាការយល់ឃើញរបស់លោកច័ន្ទសំណប់ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនៃទីស្តីការគណៈរដ្ឋមន្ត្រីមានទំនោរការអានជាអង់គ្លេសច្រើនខាងខ្មែរភាសាអក្សរជាខ្មែរយើងមិនទៅមានការពិភាក្សាភាពសម្បូរបែបនៅក្នុងការផ្ដល់នៅដំណឹងឬព័ត៌មានហើយជាពិសេសអត្ថបទដែលជាអង់គ្លេសហ្នឹងមិនមែនខ្មែរយើងអ្នកទេទៀតពីច្រើនតែពួកបរទេសអីទៅគេទេអញ្ចឹងការកាត់គេជ័យមកអត្ថបទរបស់គេគឺមានលក្ខណៈពិស្ដង់ដាមួយថាខ្លីខ្លឹមខ្លាំងគឺមិននិយាយរឿងអត្ថប្រយោជន៍តែអញ្ចឹងវាមានភាពតាក់ទាញចំពោះយុវជនយើងដែរលោក Jean-Michel Philippe ជានរៈវិទូនិងជាសាស្ត្រាចារ្យថ្នាក់អនុបណ្ឌិតជំនាញអក្សរសាស្ត្រខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមើលឃើញថាអក្សរសាស្ត្រខ្មែរនិងការតែងនិពន្ធនៅក្នុងសង្គមកម្ពុជាបានកើតឡើងវិញតាំងពីក្រោយសម័យខ្មែរក្រហមហើយវាជាដំណើរការរីកចម្រើនសន្សឹមពីឆ្នាំ1992មកលោកមើលឃើញថាមានការកើនឡើងនៃអ្នកនិពន្ធវ័យក្មេងសម័យទំនើបដែលភាគច្រើនប្រើភាសាអង់គ្លេសជាយានThe young people prefer writing in Englishហើយផលមួយដែលអ្នកនិពន្ធខ្មែរចំនួនថ្មីមួយចំនួនបានចាប់ផ្ដើមប្រើប្រាស់ជាភាសាអង់គ្លេស
អាចមកពីភាពងាយស្រួលរបស់ពួកគេពេលយើងសរសេរជាអង់គ្លេសយើងមិនចាំបាច់គិតពេកទេយើងសរសេរតាមអ្វីដែលយើងនិយាយហើយវាពុំមានទេក្នុងភាសាអាល្លឺម៉ង់ឬបារាំងឬភាសាខ្មែរដែលភាសានិយាយនិងភាសាសរសេរខុសគ្នាទោះជាយ៉ាងណាក៏ដោយលោកច័ន្ទសំណប់យល់ឃើញថាដំណាក់កាលដំបូងនៃការតែងនិពន្ធគឺគេគួរបារម្ភពីគុណភាពនៃគំនិតនិងអត្ថន័យទើបអាចតាក់ទាញអ្នកអានជាយុវវ័យនេះជាការចាប់ផ្ដើមឡើងវិញនឹងរលកទទួលយុវជននៅក្នុងការតែងនិពន្ធយើងអត្ថបទដែលគាត់សរសេរមកមួយចំនួននឹងយើងអាចទទួលយកបានហើយឃើញអត្ថបទខ្លះគាត់សរសេរល្អមានប្រព័ន្ធគំនិតប្រតិគ្នាដោយរលូនមានជំហរច្បាស់លាស់ប៉ុន្តែអត្ថបទប្រភេទហ្នឹងមានមិនចំនួនច្រើនតែផ្ទុយទៅវិញអត្ថបទមួយចំនួនហ្នឹងហក្ខរាវិរុទ្ធហ្នឹងខុសផងប្រព័ន្ធសម្ព័ន្ធគ្នាហ្នឹងស្ដាប់មិនយល់ហើយគាត់មានការប្រើពាក្យបរទេសអីលាយចូលហ្នឹងទៅវាមិនទៀងទាត់ចំណុចចាប់ផ្ដើមហ្នឹងយើងមិនអាចទៅប្រកាន់នៅក្នុងវិធីកញ្ញាថាវរីប្រើរយៈពេលជាង6ខែសរសេរសៀវភៅ A Proper Woman ផ្នែកពិសេសមួយនៃសៀវភៅដែលកញ្ញាពេញចិត្តនោះគឺលាតត្រដាងអំពីទស្សនៈរបស់ស្ត្រី3ជំនាន់គឺជំនាន់របស់លោកយាយកញ្ញាថាវរីជំនាន់របស់អ្នកម្ដាយនិងជំនាន់របស់កញ្ញាផ្ទាល់សរសេរហ្នឹង non fiction ជាលក្ខណៈ autobiography ខ្លួនឯងប៉ុន្តែឆ្លុះបញ្ចាំងទៅក្នុងសង្គមខ្មែរប្រៀបធៀបតើគំនាបសង្គមហ្នឹងទៀបខ្លាំងទៅលើជំនាន់យាយហើយជំនាន់ម៉ែមិនហើយជំនាន់របស់ខ្ញុំមិនអញ្ចឹងពិបាកត្រង់សម្ភារយាយផ្ទាល់គាត់អត់ចេះឆ្លើយពិបាកយកព័ត៌មានពីគាត់ណាសម្រាប់ជំនាន់មកសម្ភារម៉ែទៅអត់សូវអីប៉ុន្តែសួរគាត់តាក់ទងជាមួយនឹង arrange marriage របស់គាត់រៀងលក្ខណៈអៀនអញ្ចឹងណាអញ្ចឹងវិធីមួយទៀតលួចដាក់ទូរស័ព្ទថតចោលហើយនិយាយគាត់ធម្មតាគាត់និយាយលក្ខណៈ nature ជាលក្ខណៈ conversation អីវិញអ្នកនិពន្ធសម័យទំនើបឬ contemporary writer នៅក្នុងកម្ពុជានៅខ្វះខាតច្រើនដែលអាចជួយលើកស្ទួយវិស័យតែងនិពន្ធនិងអក្សរសាស្ត្រកម្ពុជានេះបើតាមលោក Jean-Michel Philippi លោកបន្ថែមថាវាជាសញ្ញាណវិជ្ជមានដែលមានអ្នកនិពន្ធបច្ចុប្បន្នអាចសរសេររឿងរ៉ាវសង្គមដែលប្រកបដោយគុណភាពតែពួកគេនៅមានកិច្ចការជាច្រើនទៀតដែលគួរធ្វើ Their most important task សម្រាប់ខ្ញុំអ្វីដែលជាកិច្ចការសំខាន់ដែលអ្នកនិពន្ធខ្មែរសម័យនេះគួរធ្វើនោះគឺបង្កើតបដិវត្តភាសាសំណេរជាតិនិងសរសេរបែបថ្មីដោយកុំប្រើពាក្យពេចន៍ដែលអ្នកអានពិបាកយល់ដូចជាកន្លងមកមានសៀវភៅមួយចំនួនដែលស្ទើរតែពាក់កណ្ដាលសៀវភៅប្រើពាក្យពេចន៍ដែលយើងស្វែងរកក្នុងវចនានុក្រមពុទ្ធសាសនបណ្ឌិតខ្ញុំមានន័យថានេះគឺជាបដិវត្តនៃការនិពន្ធដែលអ្នកនិពន្ធសរសេរសម្រាប់ទាំងអស់គ្នានេះទើបជាបដិវត្តពិតប្រាកដដែលពេលនេះមិនទាន់កើតមាននោះទេ a real revolution and it hasn't happened yet រាយការណ៍ពីរាជធានីភ្នំពេញនាងខ្ញុំខាន់សុគមនោ VOA បច្ចេកវិទ្យាពិភពនិម្មិតឬ VR ចាប់វាយលុកទីផ្សារអ្នកប្រើប្រាស់នៅឆ្នាំនេះអតិថិជនអាចទិញកាសស្ដាប់ត្រចៀកហើយប្រើជាមួយនឹងទូរស័ព្ទ smartphone ដើម្បីទស្សនាវីដេអូជាពិភពនិម្មិតសូម្បីតែភាពយន្តធម្មតាក៏អ្នកអាចទស្សនាតាមរោងភាពយន្តបែបពិភពនិម្មិតប៉ុន្តែអ្នកប្រើប្រាស់ត្រូវរង់ចាំមួយរយៈទៀតសិនមុននឹងអាចទស្សនាភាពយន្តខ្នាតវែងក្នុងពិភពនិម្មិតដែលមានលក្ខណៈដូចពិតៗនៅជុំវិញខ្លួនបានអ្នកស្រី Elizabeth Lee នៃ VOA រាយការណ៍អំពីរឿងនេះហើយលោកសឹងសុផាតជូនសេចក្តីប្រាយសម្រួលដូចតទៅលោក Lucas Wilson ចូលចិត្តបច្ចេកវិទ្យាថ្មីដែលអាចឲ្យលោកច្នៃប្រឌិតខ្ញុំស្រឡាញ់វត្ថុចាំងហេតុនេះហើយទើបលោកបង្កើតវីដេអូក្នុងពិភពនិម្មិតអ្នកដឹកនាំភាពយន្តដែលខ្ញុំជួបចង់ប្រើបច្ចេកវិទ្យាពិភពនិម្មិតព្រោះវាថ្មីនឹងលយប៉ុន្តែនៅយូរទៀតទើបមានភាពយន្តខ្នាតវែងប្រើពិភពនិម្មិតលោក Wilson ថាកត្តាខ្លះធ្វើឲ្យយឺតយ៉ាវគឺទី1បច្ចេកវិទ្យានេះនៅថ្មីថ្មោងនៅឡើយបើមើលភាពយន្តតាមកញ្ចក់នេះត្រឹម15ទៅ20នាទីអ្នកនឹងចង់ចាប់ផ្ដើមរួយភ្នែកដូច្នេះអ្នកត្រូវផ្អាកសិនលោកថាការផលិតវីដេអូប្រើពិភពនិម្មិតត្រូវចំណាយច្រើនហើយក្រុមហ៊ុនកំពុងរកវិធីឲ្យអ្នកប្រើប្រាស់ជួយចេញសហួយផលិតអ្នកខ្លះថាក៏មានការលំបាកខាងសិល្បៈនៅក្នុងការផលិតរឿងខ្នាតវែងក្នុងទម្រង់វីដេអូដែលទស្សនិកជនអាចក្រឡេកមើលជុំវិញខ្លួនបានខ្ញុំថាយើងមិនទាន់រកឃើញវិធីផលិតរឿងតាមពិភពនិម្មិតនៅឡើយតលតែមានអ្នកផលិតហ៊ានសាកផលិតទើបយើងដឹងថាអ្នកប្រើប្រាស់ចូលចិត្តឬទេលោក Wilson ថាអេក្រង់360 degree ផ្ដល់សេរីភាពច្រើនដល់ផលិតករដើម្បីសាកល្បង កាមេរ៉ាជុំវិញខ្លួនផ្ដល់លទ្ធភាពឲ្យយើងអាចច្នៃប្រឌិតអ្នកមិនចាំផលិតតាមទម្រង់ 16x9 ទៀតទេអ្វីដែលប្រហែលកើតឡើងពេលទស្សនិកជនពាក់កាសពិភពនិម្មិតរយៈពេល10ឬ15វិនាទីដំបូងពួកគេនឹងងាកជុំវិញខ្លួនហើយមួយរយៈក្រោយទើបអាចផ្ដោតទៅមើលមួយកន្លែង
លោក Wilson ថាវិធីថតកុនពីមុនដោយការប្រើភ្លើងនិងការចាប់ប្លង់នៅតែប្រើប៉ុន្តែក៏មានបច្ចេកវិទ្យាទំនើបថ្មីៗខាងសំឡេងដូច Dolby Atmos ដើម្បីផលិតរឿងផងដែរ ប្រសិនបើអ្នកពាក់កាសហើយឮសំឡេងខ្លាំងពីក្រោយខ្នងអ្នកនោះខួរក្បាលរបស់អ្នកនឹងបញ្ជាឲ្យអ្នកបែរក្រោយជាស្វ័យប្រវត្តិអ្នកត្រូវតែបែរក្រោយដូច្នេះភ្លាមនោះទស្សនិកជនងាកទៅមើលជ្រុងផ្សេងវិញដែលនេះជាបច្ចេកទេសថតកុនថ្មីមួយ លោក Wilson ថាគោលដៅនៃអ្នកនិពន្ធគឺចង់ភ្ជាប់អារម្មណ៍ទស្សនិកជនទៅនឹងសាច់រឿងហើយវិធីល្អជាងគេគឺតាមរយៈការនាំពួកគេទៅទស្សនាទស្សនភាពរឿងដែលនៅជុំវិញខ្លួនតាមរយៈបច្ចេកវិទ្យាពិភពនិម្មិតពីរដ្ឋធានី Washington ខ្ញុំសឹងសុផាត VOA ប្រិមិត្ត VOA ជាទីមេត្រីតើលោកអ្នកចង់ដឹងពីប្រធានបទអ្វីខ្លះ VOA បានបង្កើតទំព័របទសម្ភាសន៍ដែលលោកអ្នកអាចស្ដាប់ការពិភាក្សានិងការបកស្រាយរបស់អ្នកជំនាញលើប្រធានបទផ្សេងៗដូចជាកសិកម្មសេដ្ឋកិច្ចការអប់រំប្រវត្តិសាស្ត្របរិស្ថានសិល្បៈវប្បធម៌ចរាចរណ៍និងការទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេសជាដើមដើម្បីស្ដាប់បទសម្ភាសន៍ទាំងនេះសូមចូលទៅកាន់គេហទំព័រ khmer.voanews.com រួចរកមើលពាក្យបទសម្ភាសន៍នៅផ្នែកខាងក្រោមបំផុតនៃគេហទំព័រនេះប្រទេសដែលមានសេដ្ឋកិច្ចធំទី2របស់ទ្វីបអាហ្វ្រិកបានជួបប្រទះនឹងអនុភាពសេដ្ឋកិច្ចនៅឆ្នាំនេះហើយពលរដ្ឋនីហ្សេរីយ៉ាកំពុងតែរងគ្រោះដោយសាររឿងនេះអតិផរណាបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល11ឆ្នាំហើយតម្លៃទំនិញដែលផលិតនៅក្នុងស្រុកក៏ឡើងថ្លៃដែរលោក Chika Odua នៃ VOA រាយការណ៍រឿងនេះពីទីក្រុង Abuja ហើយលោកជឹងប៉ូជីនជួនសេចក្តីប្រាយសម្រួលដូចតទៅ នាង Patient Michael មិនប្រកាសថាកូននាងត្រឡប់ទៅសាលានៅឆ្នាំនេះទេ Now that is economics is like this ក្នុងស្ថានភាពសេដ្ឋកិច្ចបែបនេះវាមិនមែនជាការងាយស្រួលដើម្បីផ្ដល់ឲ្យកូនយើងដូចជាថ្លៃសាលាខោអាវនិងថ្លៃផ្ទះព្រោះឥឡូវនេះការរកស៊ីមិនជឿនលឿនទៅមុខទេ No more game inside the business នាង Patient លក់ដូរនៅផ្សារនាងបានលក់គ្រឿងបរិភោគនៅខាងមុខផ្ទះ7ឆ្នាំប៉ុន្តែដោយមានអតិផរណាប្រចាំឆ្នាំ 17% នាងពិបាកចំណេញណាស់ Many things ទំនិញជាច្រើនឡើងថ្លៃយ៉ាងខ្លាំងនៅផ្សារយើងរកចំណេញមិនបានទេ ស្ត្រីលក់ដូរនៅផ្សារលក់ម្ហូបឆ្អិនស្រាប់ផងប៉ុន្តែតម្លៃគ្រឿងផ្សំបានកើនឡើងជាទ្វេដង Mama Emmanuel ត្រូវដំឡើងថ្លៃម្ហូបដើម្បីចំណេញនាងបានស្ដីបន្ទោសបញ្ហានេះលើរូបិយប័ណ្ណទុនខ្សោយរបស់ប្រទេសនីហ្សេរីយ៉ា រូបិយប័ណ្ណយើងថោកណាស់អ្វីដែលយើងកំពុងឃើញរូបិយប័ណ្ណរបស់យើងមិនមែនជាអ្វីដែលធ្វើឲ្យយើងក្លាយជាប្រទេសខ្លាំងនៅអាហ្វ្រិកទេ អតិផរណាកំពុងធ្វើឲ្យមានបញ្ហាដល់អតិថិជនដែលគេថាគេទៅផ្សារទិញបានរបស់តិចតួចណាស់ តើលោកអ្នករំពឹងថាខ្ញុំអាចបរិភោគអាហារ3ពេលក្នុងមួយថ្ងៃទេខ្ញុំនឹងញ៉ាំអាហារ2ដងក្នុងមួយថ្ងៃខ្ញុំនឹងកាត់បន្ថយព្រោះគ្មានលុយយើងមិនដឹងថាថ្ងៃក្រោយយ៉ាងម៉េចនោះទេ អនុភាពសេដ្ឋកិច្ចមានកត្តាជាច្រើនដូចជាតម្លៃប្រេងពិភពលោកធ្លាក់ចុះការវាយប្រហារនៅតំបន់ខាងត្បូងដែលកាត់បន្ថយផលិតផលប្រេងនិងការខ្វះរូបិយប័ណ្ណអន្តរជាតិជាង20ឆ្នាំហើយចាប់តាំងពីសេដ្ឋកិច្ចចុះខ្សោយបែបនេះហើយគ្មាននរណាដឹងថាអនុភាពសេដ្ឋកិច្ចនេះមានរយៈពេលប្រមាណទេក្រុមអ្នកគាំទ្រកំពុងដាក់សម្ពាធលើរដ្ឋាភិបាលឲ្យចាត់វិធានការ A woman provides ស្ត្រីម្នាក់ចំណាយពេលយ៉ាងច្រើនសម្រាប់គ្រួសារគាត់ការនេះព្រោះតែបរិះប្រហែលបានបាត់បង់ការងាររួចទៅហើយវានឹងក្លាយជាផលអវិជ្ជមានមួយសម្រាប់ប្រទេសដែលមិនបង្កើតផែនការគ្រាអាសន្នសម្រាប់សេដ្ឋកិច្ចដូចជាបញ្ហាដែលជួបប្រទះនៅពេលសប្តាហ៍ថ្ងៃនេះ as a matter of fact now នាង Patient Michael ថានាងនឹងត្រូវរងចាំនាងប្រហែលអាចបញ្ជូនកូនទៅសាលារៀនវិញនៅឆ្នាំក្រោយពីរដ្ឋធានី Washington ខ្ញុំជឹងពូជីន VOA តទៅទៀតនេះនាងស្រីលក្ខណានឹងជួនដើមរឿងព័ត៌មានសំខាន់ជាលើកទី2 លោកប្រធានាធិបតី Barack Obama បង្កើនការស្ដារទំនាក់ទំនងឡើងវិញជាមួយនឹងប្រទេសគុយបាស្ត្រីទី1លោកស្រី Michelle Obama ទទួលយកដើមឈើ Christmas សម្រាប់សេតវិមានជាលើកចុងក្រោយការផ្ទុះគ្រាប់បែកឡានមួយនៅក្នុងផ្សារមួយនៅក្នុងប្រទេសសូម៉ាលីបានស្លាប់មនុស្សយ៉ាងហោចណាស់20នាក់លំដាប់តទៅទៀតនេះ
នាងស្រីលក្ខណានឹងជូនព័ត៌មានទាំងស្រុងសូមអញ្ជើញលក្ខណាចាសសូមអរគុណអ្នកស្រីពេជ្រចិន្តាសហរដ្ឋអាមេរិកបានស្ដារទំនាក់ទំនងការទូតឡើងវិញជាមួយនឹងគុយបាកាលពីថ្ងៃទី20ខែកក្កដាឆ្នាំ2015ប៉ុន្តែនៅតែបន្តរក្សាទណ្ឌកម្មពាណិជ្ជកម្មសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រឆាំងនឹងប្រទេសកោះកុម្មុយនីសមួយនេះលោកប្រធានាធិបតី Barack Obama ផ្ទុយទៅវិញបានបន្តស្ដារទំនាក់ទំនងសេដ្ឋកិច្ចជាមួយនឹងប្រទេសគុយបាដោយអនុម័តការផ្លាស់ប្ដូរជាច្រើនការផ្លាស់ប្ដូរនោះរួមមានការបន្ធូរបន្ថយការដាក់កំហិតទៅលើប្រទេសកោះនោះដើម្បីបង្កើតឱកាសសេដ្ឋកិច្ចបន្ថែមរវាងប្រទេសទាំងពីររដ្ឋបាលលោកអូបាម៉ាបានព្រមព្រៀងទៅលើបទបញ្ជាកែប្រែមួយចំនួនដែលមានគោលបំណងពង្រីកឱកាសខាងផ្នែកវិទ្យាសាស្ត្រមនុស្សធម៌ជំនួញនិងពាណិជ្ជកម្មរវាងអាមេរិកនិងគុយបាលោកស្រី Michelle Obama ស្ត្រីទី1របស់អាមេរិកបានទទួលដើមឈើ Christmas សម្រាប់សិតវិមានជាលើកចុងក្រោយលោកស្រីបានថ្លែងថារដូវកាលបុណ្យ Christmas និងរដូវកាលឈប់សម្រាកបានចាប់ផ្ដើមហើយនេះបើយោងតាមសារព័ត៌មាន Associated Press ក្រោយពេលដែលលោកស្រីទទួលយកដើមឈើ Christmas នេះពីលោក Dale Vander Velden និងលោកស្រី Mary Vander Velden ម្ចាស់ចំការដើម Christmas លោកស្រី Michelle Obama បានថ្លែងបន្ថែមថាពួកយើងត្រៀមខ្លួនរួចរាល់ហើយនេះគឺជា Christmas ចុងក្រោយរបស់យើងនៅក្នុងសិតវិមានពួកយើងមានអារម្មណ៍រំភើបណាស់ដើម Christmas នេះនឹងស្ថិតនៅក្នុងបន្ទប់ពណ៌ខៀវឬដែលហៅថា Blue Room នៅក្នុងសិតវិមានក្របបែកឡានមួយបានផ្ទុះឡើងនៅក្នុងផ្សារដែលមានមនុស្សកកកនៅក្នុងរដ្ឋធានី Mogadishu របស់ប្រទេសសូម៉ាលីដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់20នាក់ដែលការវាយប្រហារនេះស្ថិតក្នុងចំណោមការវាយប្រហារដែលមានមនុស្សស្លាប់ច្រើនជាងគេបំផុតមួយទៅលើជនស៊ីវិលនៅប៉ុន្មានឆ្នាំចុងក្រោយនេះបើយោងតាមក្រមមន្ត្រីនិងសាក្សីដែលបានថ្លែងឲ្យដឹងនៅពាក់កណ្ដាលថ្ងៃសៅរ៍នេះអ្នកវាយប្រហារអត្តឃាតមួយរូបបានបន្ផ្ទុះគ្រាប់បែកនៅឡាននៅក្នុងផ្សារបន្លែមួយនៅក្នុងទីក្រុង Mogadishu នេះបើយោងតាមក្រុមអាជ្ញាធរដែលបានថ្លែងឲ្យដឹងការផ្ទុះគ្រាប់បែកនេះបានកើតមានឡើងនៅច្រកចូលផ្សារ Bitra ដែលស្ថិតនៅក្បែរអាកាសយានដ្ឋាននៃរដ្ឋធានី Mogadishu មានផ្សែងហុយត្រឡោមក្រោយមានការផ្ទុះគ្រាប់បែកនោះសម្ដែងអាមេរិកលោក Steven Seagal បានទទួលលិខិតឆ្លងដែនរុស្ស៊ីពីប្រធានាធិបតីរុស្ស៊ីកាលពីថ្ងៃសុក្រនៅឯវិមានក្រឹមឡាំងលោកប្រធានាធិបតី Vladimir Putin បានបង្ហាញក្តីសង្ឃឹមថាសញ្ជាតិពីររបស់លោក Seagal នឹងជាសញ្ញាមួយនៃការធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរនេះវិលមកដូចធម្មតាវិញនៅប៉ុន្មានថ្ងៃចុងក្រោយនេះលោក Putin មានក្តីសង្ឃឹមថាភាពតានតឹងរវាងអាមេរិកនិងរុស្ស៊ីនឹងមានភាពធូរស្រាលឡើងវិញនៅពេលដែលលោកប្រធានាធិបតីជាប់ឆ្នោត Donald Trump ចូលកាន់តំណែងលោក Seagal អាយុ64ឆ្នាំដែលផលិតភាពយន្តយ៉ាងតិច2នៅក្នុងប្រទេសរុស្ស៊ីនោះទទួលបានសញ្ជាតិរុស្ស៊ីតាមរយៈអនុក្រឹត្យប្រធានាធិបតីកាលពីដើមខែវិច្ឆិកានេះតារាសម្ដែងរូបនេះធ្លាប់ត្រូវបានគេរិះគន់ចំពោះទំនាក់ទំនងរវាងលោកជាមួយនឹងលោកពូទីនសម្លេងផ្ទុះឡើងដ៏ខ្លាំងក្លាមួយនៅក្នុងខេត្ត Gaziantep ភាគអាគ្នេយ៍នៃប្រទេសទូគីហើយដែលស្ថិតនៅក្បែរព្រំប្រទល់ជាមួយនឹងប្រទេសស៊ីរីនោះប្រហែលជាបណ្ដាមកពីយន្តហោះយោធាយុគទូគីដែលស្ថិតនៅក្បែរភាគខាងជើងនៃប្រទេសស៊ីរីនេះបើយោងតាមក្រុមមន្ត្រីទូគីដែលបានថ្លែងការពីល្ងាចថ្ងៃសុក្រប៉ូលីសនិងក្រុមពន្លត់អគ្គិភ័យបានធ្វើការស៊ើបអង្កេតទៅលើសំឡេងនោះនេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Anadolu របស់ទូគីការិយាល័យអភិបាលខេត្ត Gaziantep បានចេញសេចក្តីថ្លែងការណ៍មួយថាឧបទ្ទវហេតុនេះមិនបានបង្កឲ្យមានអ្នករងរបួសស្លាប់បាត់បង់ជីវិតឬខូចខាតទ្រព្យសម្បត្តិអ្វីនោះទេតទៅនេះជាបទពិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរដ្ឋាភិបាលអាមេរិកប្រធានាធិបតីកាន់អំណាច Daniel Ortega ដែលជាប់ឆ្នោតជាប្រធានាធិបតីម្ដងទៀតរបស់ប្រទេសនីការ៉ាហ្គាហើយនឹងគណៈបករបស់លោកគឺគណៈបករណសិរ្សរំដោះជាតិ Sandinista កាន់អំណាចមួយអាណត្តិទៀតនៅខែនេះដែលមានរយៈពេល5ឆ្នាំលទ្ធផលនៃការបោះឆ្នោតនេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេពីព្រោះតែកន្លងមកគេឃើញការខំប្រឹងប្រែងរបស់លោក Ortega ដើម្បីកម្ចាត់គណៈបកប្រឆាំងហើយនឹងហាមឃាត់អ្នកសង្កេតការបោះឆ្នោតឯករាជ្យពួកអ្នកបោះឆ្នោតជាច្រើនមិនបានចូលរួមក្នុងការតវ៉ាប្រឆាំងអ្វីដែលពួកគេបានចាត់ទុកថាជាដំណើរការបោះឆ្នោតមិនសុចរិតកាលពីខែមិថុនាមិនយូរប៉ុន្មានបន្ទាប់ពីលោក Ortega បានប្រកាសបេក្ខភាពប្រធានាធិបតីរបស់លោកបាននិយាយថាលោកនឹងមិនអនុញ្ញាតឲ្យមានអ្នកសង្កេតការបោះឆ្នោតអន្តរជាតិឯករាជ្យទេក្រោយមកតុលាការកំពូលនីការ៉ាហ្គាបានដកលោក Eduardo Montealegre ជាមេដឹកនាំរបស់គណៈបកសេរីភាពឯករាជ្យឬ PLI ដែលជាគណៈបកប្រឆាំងដ៏សំខាន់មួយហើយបានដាក់លោក Pedro Reyes ដែលជាអ្នកស្មោះត្រង់នឹងលោក Ortega ជំនួសវិញនៅពេលដែលអនុប្រធានរបស់គណៈបកសេរីភាព
ឯករាជ្យឬ PLI នៅសភាបានបដិសេធពុំសុខចិត្តទទួលយកមេដឹកនាំរបស់គណៈបកដែលតុលាការកាត់ទោសហើយក៏បានប្រកាសខ្លួនគេឯករាជ្យពួកគេ28នាក់បានត្រូវគេបណ្តេញចេញនៅទីបញ្ចប់រយៈពេលជាង1ខែមុនការបោះឆ្នោតលោក Reyes បានចុះចេញពីតំណែងមិនរំពឹងទុកជាមុនហើយត្រូវបានជំនួសដោយលោក Jose del Carmen Alvarado អិសរាជជនម្នាក់ទៀតដែលភាគច្រើនពួកអ្នកគាំទ្រគណៈបក PLI មិនសូវស្គាល់កាលពីពេលមុនលោកជាបេក្ខជនដ៏ខ្លាំងម្នាក់របស់គណៈបកសេរីភាពឯករាជ្យឬ PLI ដែលមានសមាជិកជាប់ឆ្នោតចំនួន28នាក់នៅក្នុងសភានៅពេលនេះគណៈបកសេរីភាពឯករាជ្យឬ PLI បានទទួលសម្លេងឆ្នោត 5% ហើយបានទទួលអាសនៈមួយនៅក្នុងសភាលោក Ortega ជាអ្នកនយោបាយជើងចាស់លោកបានដឹកនាំប្រទេសលើកដំបូងជាអ្នកសម្របសម្រួលក្រុមប្រឹក្សាយោធាពីឆ្នាំ1979ដល់ឆ្នាំ1985បន្ទាប់មកធ្វើជាប្រធានាធិបតីពីឆ្នាំ1985ដល់ឆ្នាំ1990នៅពេលដែលលោកចាញ់ឆ្នោតនៅឆ្នាំ1990លោកបានចុះចេញពីតំណែងដើម្បីផ្ទេរអំណាចដោយសន្តិវិធីដែលមិនធ្លាប់មានកាលពីពេលមុនទោះជាយ៉ាងណាក៏ដោយក្នុងរយៈពេល 3-4 ឆ្នាំចុងក្រោយនេះលោក Ortega បានបង្កើតការត្រួតត្រាប្រព័ន្ធបោះឆ្នោតនេះជាថ្មីម្ដងទៀតលោកបានឈ្នះឆ្នោតប្រធានាធិបតីនៅឆ្នាំ2001លោកចាប់ផ្ដើមប្រមូលអំណាចដោយធ្វើការផ្លាស់ប្ដូរប្រព័ន្ធបោះឆ្នោតភ្លាមៗដែលផ្ដល់អត្ថប្រយោជន៍ពេញទំហឹងដល់គណៈបកគ្រប់គ្រងប្រទេសរបស់លោក Mark Toner អ្នកនាំពាក្យរងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាសហរដ្ឋអាមេរិកមានការព្រួយកង្វល់យ៉ាងខ្លាំងពីដំណើរការនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលមានការកេរបន្លំនៅក្នុងប្រទេសនីការ៉ាហ្គាយើងបន្តដាក់សម្ពាធលើរដ្ឋាភិបាលនីការ៉ាហ្គាឲ្យប្រកាន់យកការអនុវត្តតាមបែបលទ្ធិប្រជាធិបតេយ្យរួមទាំងសេរីភាពសារព័ត៌មាននិងការគោរពសិទ្ធិមនុស្សជាសកលនៅក្នុងប្រទេសនីការ៉ាហ្គាឲ្យស្របទៅតាមកាតព្វកិច្ចរួមរបស់ប្រទេសយើងនៅក្រោមធម្មនុញ្ញតាមបែបប្រជាធិបតេយ្យរបស់អន្តរអាមេរិកយើងមានភាពជាដៃគូដ៏ខ្លាំងជាមួយប្រជាពលរដ្ឋនីការ៉ាហ្គាយើងនឹងបន្តធ្វើការតាំងនាមឲ្យប្រជាពលរដ្ឋនីការ៉ាហ្គាដើម្បីធ្វើឲ្យប្រទេសនីការ៉ាហ្គាសម្រេចបាននូវវិបុលភាពសន្តិសុខនិងប្រជាធិបតេយ្យកាន់តែខ្លាំងឡើង